យើងជាបងប្អូនតែមួយក្នុងការរងទុក្ខរបស់ទ្រង់ខ្ញុំនៅក្នុងសាច់ឈាមរបស់ខ្ញុំបំពេញនៅអ្វីដែលខ្វះខាតនៅក្នុងសេចក្តីទុក្ខវេទនារបស់ព្រះគ្រីស្ទកូឡូស1:4 Shalom មិត្តជាទីស្រឡាញ់របស់ព្រះម្ចាស់យេស៊ូវគ្រីស្ទនៅក្នុងការអានរបស់យើងថ្ងៃនេះប៉ុលបានសរសេរយ៉ាងពេញលេញឥឡូវនេះខ្ញុំរីករាយនឹងការរងទុក្ខរបស់ខ្ញុំសម្រាប់ជាប្រយោជន៍ដល់ទ្រង់ហើយនៅក្នុងសាច់ឈាមរបស់ខ្ញុំបំពេញនៅអ្វីដែលខ្វះខាតនៅក្នុងសេចក្តីទុក្ខវេទនារបស់ព្រះគ្រីស្ទកូឡូស1:4ខ្ញុំបានសួរខ្លួនឯងថាតើពលជឿថាការរងទុក្ខរបស់ព្រះគ្រីស្ទនៅលើឈើឆ្កាងមិនគ្រប់គ្រាន់ទេនោះមិនមែនជាអ្វីដែលខ្ញុំចង់មានន័យដង្វាយធួនរបស់ទ្រង់គឺគ្រប់គ្រាន់ទាំងស្រុងសម្រាប់អំពើបាបរបស់យើងទាំងអស់ដូច្នេះអ្វីដែលពោលមានន័យគឺថាពេលយើងបញ្ចប់កិច្ចការរបស់ព្រះគ្រីស្ទនៅលើផែនដីក្នុងពេលមានការប្រឆាំងដ៏ឈឺចាប់យើងចូលរួមក្នុងការរងទុក្ខរបស់ទ្រង់ព្រះយេស៊ូវបានរងទុក្ខដោយសារទ្រង់បានធ្វើតាមព្រះハរតីរបស់ព្រះវរបតាទ្រង់ហើយយើងក៏គួរធ្វើដូច្នេះដែរក៏ប៉ុន្តែដូចពោលយើងអាចអសប្បាយពេលយើងនៅជិតព្រះហើយចង់ជាមួយគ្នាក្នុងភាពជាបងប្អូនខ្ញុំសូមអញ្ជើញលោក Christian Suharto មកពី Badaravajawalingi Sentara Baroness មកជាមួយការសរសើរនៃគ្រួសារដ៏ស្រស់ស្អាតនៃអាយុ Kizia Badara Case ដើម្បីលើកការសរសើរដូចខាងក្រោមនៅពេលដែលខ្ញុំដើរក្នុងជ្រលងភ្នំដ៏ស្ងប់ស្ងាត់ផ្លូវរបស់ខ្ញុំគឺចម្លែកព្រះម្ចាស់ឲ្យសូមផ្ដល់ជំនួយដល់ខ្ញុំព្រោះខ្ញុំមិនអាចដើរតែម្នាក់ឯងខ្ញុំមិនអាចដើរតែម្នាក់ឯងបានទេព្រះជួយខ្ញុំនៅពេលខ្ញុំស្ទើរតែមិនអាចដើរបានឈើឆ្កាងនៃព្រះម្ចាស់របស់ខ្ញុំសម្រាប់សេចក្តីស្រឡាញ់ដ៏ស្មោះត្រង់របស់ទ្រង់ស្ថិតស្ថេរជារៀងរហូតនៅពេលដែលខ្យល់ព្យុះបក់មកលើខ្ញុំរហូតដល់ការដឹកនាំរបស់ខ្ញុំរើបានរំខាននៅពេលដែលភាពងឹតចូលមកក្នុងផ្លូវរបស់ខ្ញុំជឿថាព្រះជួយខ្ញុំជាបងប្អូនរបស់ព្រះគ្រីស្ទដែលប្រឈមមុខនឹងការគំរាមកំហែងការប្រឈមឧបសគ្គនិងការរំខានសូម្បីតែការតស៊ូដែលអាចបំផ្លាញជីវិតនិងអនាគតរបស់ពួកគេអាចមានចំណងមិត្តភាពជាបងប្អូនក្នុងការឈឺចាប់ប៉ុលបានសរសេរថាឥឡូវនេះខ្ញុំត្រេកអរនឹងការរងទុក្ខរបស់ខ្ញុំដោយយល់ដល់អ្នកហើយក្នុងសាច់ឈាមខ្ញុំបានបំពេញនៅអ្វីដែលខ្វះខាតក្នុងការរងទុក្ខរបស់ព្រះគ្រីស្ទកូឡូស1:4អ្វីដែលពោលមានន័យគឺថាពេលយើងបញ្ចប់កិច្ចការរបស់ព្រះគ្រីស្ទនៅលើផែនដីចំពេលមានការប្រឆាំងដ៏ឈឺចាប់យើងចូលរួមក្នុងការរងទុក្ខរបស់ទ្រង់ព្រះយេស៊ូវបានរងទុក្ខដោយសារទ្រង់បានធ្វើតាមព្រះハរតីរបស់ព្រះវរបតាទ្រង់ហើយយើងក៏គួរធ្វើដូច្នេះដែរប៉ុន្តែដូចពោលយើងអាចអសប្បាយពេលយើងនៅជិតព្រះហើយចង់ភ្ជាប់គ្នាក្នុងភាពជាបងប្អូនតែមួយអាមែនការបំផុសគំនិតនាពេលបច្ចុប្បន្ននេះការរងទុក្ខអាចជាការតាក់ទាញមួយដែលតាក់ទាញអ្នកដើរតាមព្រះគ្រីស្ទសក្តិទៅជិតព្រះគ្រីស្ទនិងគ្រីស្ទបរិស័ទផ្សេងទៀតដែលធ្វើតាមព្រះគ្រីស្ទBawalah persembahanmu nanti ke altar yang suci. Semoga apa-apa berkenan mengambil tanda cintamu. Bawalah hati indah berseri ke altar yang suci. Semoga apa-apa berkenan mengambil bunga hatimu. Lenyaplah kesan hambaku lana semarak ini medan berbakti berhiaskan niat warna-warni bagaikan kembang mekar berseri. Bawalah persembahanmu nanti ke altar yang suci. Semoga apa-apa berkenan mengambil tanda cintamu.